បាទសួស្តីនេះទឹកអូនៅខាងត្បូងវត្តអាសត់ណាដែលស្ថិតនៅគេហៅថាវត្តព្រះអង្គច័ន្ទមុនីនេះអូនេះគឺភ្លៀងមកវាទឹកភ្លៀងមកវាទឹកច្រើនណាគឺល្អមែនតើហើយមានសំឡេងទឹកខូមានអីដូចជាព្រោះដល់ហើយមានថាមានគេហៅថាសក្តីសុខផ្លូវចិត្តរបស់យើងហ្នឹងវាប្លែកណាហើយអានេះយើងងាកមកនេះឃើញដើមស្លឹកមេនេះហើយឃើញលបងវត្តអាសត់ហ្នឹងឃើញទេតែព្រះអង្គច័ន្ទមុនីគង់នៅគឺឃើញវត្តនេះគឺតែស្អាតដូចទ្វារដូចដំបងវត្តពាំងអញ្ចឹងណាហើយមកមើលទេសភាពនៅខាងត្បូងវិញកន្លែងផ្លូវតែខាងឆ្វេងដៃពេលដែលយើងចូលមកផ្ញើឡើងខាងឆ្វេងដៃនេះមានទឹកអូអញ្ចឹងមើលទៅឃើញទេស្អាតហ่ะទឹកអូទឹកអីឡើងសៀកហ្មងឃើញទេស្អាតហ่ะបរិយាកាសល្អភ្លៀងហើយបើសិនជាមានទឹកនឹង20មានថាវាពេញមួយឆ្នាំវិញហ្នឹងទឹកនឹងយើងអាចចូលមកធ្វើអីមកធ្វើចំការធ្វើស្រែធ្វើដំណាំគឺល្អបងគឺយើងចេះគ្រប់គ្រងទឹកបានល្អគឺអែមស្ដាយអាទឹកនឹងហូរចូលទៅទន្លេទៅអីចោលស្ដាយបងយើងអត់បានគ្រប់គ្រងទឹកនេះបានល្អមើលនេះហើយបើមកមើលផ្ទាល់អាចតែល្អហ្មងគឺមានសម្លេងសត្វវាមានសម្លេងទឹកហូរវាមានក្លិនក្រអូបខ្យល់បក់មកប៉ះយើងនេះវាធ្វើឲ្យយើងវាត្រជាក់ស្រួលវាត្រជាក់មែនតើក្នុងពេលនេះ